របៀប set up driver print X printer model HP T80Q ចឹងអានេះជា driver វាយើងបើកម៉ាស៊ីន print យើងទៅដោតខ្សែ USB ដោត power អីរួចរាល់អស់ហើយយើង driver នេះយើង double click លើវាមកចឹងវាឲ្យពេលដែលយើងបើក driver វាមកនេះវា detect port យើងនេះ port នេះណាពេលដែល detect port នឹងហើយយើងគ្រាន់តែ select លើ port ហ្នឹងហើយយើងចុច installing printer driver ហ្នឹងមកវា install ឲ្យយើងហើយអញ្ចឹងយើង click មួយទៅអញ្ចឹងវា install ហើយអញ្ចឹងអានេះ printer ឈ្មោះវានេះណាពេលដែលយើងអូខេវា print ឲ្យយើងមួយអូខេអញ្ចឹងបើសិនជាយើងចង់មើលយើងចូលមកចាំតិចនេះឈ្មោះ printer វា H80Q នេះមុននេះអានេះវាចូល port ដូចគ្នាអញ្ចឹងយើងអាច test print បានណាយើងអាច test print បានអូខេប៉ុណ្ណឹងអរគុណ